ដីទុនអងជើងដៃវៃវៃប្រែពោទឹកភ្នែកប្រឹងត្រែឈូឈរវឹកវរគ្មានអ្វីតវ៉ានោះល្អដឹងបងដឹងពេលនឹងប្រលឹងកំពុងគិតអ្វីខ្សែភ្នែកទាំងពីរនោះអីប្តឹងផ្ដល់បងយ៉ាងហោចណាស់ផ្ដល់អកាសខ្លះផងផ្ដាច់ផឹងភ្លាមតែម្ដងបេះដូងស្លន់ស្លោមិនបន្តបើមិនបន្តគួរឲ្យដឹងមុនទុកពេលរឿងត្រៀមចិត្តត្រៀមខ្លួនស្វែងរកចម្លើយចាក់ចេញពីជីវិតអូសូមឲ្យអូនដល់ត្រូវដកចិត្តនឹងខ្លួនកាយស្រ័យចំណងទុកមិនបន្តបើមិនបន្តគួរឲ្យដឹងមុនទុកពេលរឿងត្រៀមចិត្តត្រៀមខ្លួនស្វែងរកចម្លើយចាក់ចេញពីជីវិតអូសូមឲ្យអូនដល់ត្រូវដកចិត្តនឹងខ្លួនកាយស្រ័យចំណងទុកជំរាបសួរបាទអរគុណសម្រាប់សម្លេងគ្រប់គ្រងទាំងអស់គ្នាអរគុណលើកដៃទាំងអស់គ្នាបាទគ្រោះថ្នាក់បេះដូងមិនធ្វេចិត្តនៅអាឡ័យថ្ងៃខានឃើញមុខនៅស្នេហ៍តែចិត្តអស់សុខក្តីទុកផ្ដើមរំអុកទឹកភ្នែកដឹងបងដឹងពេលនឹងប្រលឹងកំពុងគិតអ្វីខ្សែភ្នែកទាំងគូនោះអីប្តឹងផ្ដល់បងយ៉ាងហោចណាស់ផ្ដល់អកាសខ្លះផងផ្ដាច់ផឹងភ្លាមតែម្ដងបេះដូងស្លន់ស្លោមិនបន្តបើមិនបន្តគួរឲ្យដឹងមុនទុកពេលរឿងត្រៀមចិត្តត្រៀមខ្លួនស្វែងរកចម្លើយចាក់ចេញពីជីវិតអូនសូមឲ្យស្ងួនដល់ត្រូវដកចិត្តនឹងខ្លួនកាយស្រ័យចំណងទុកមិនបន្តបើមិនបន្តគួរឲ្យដឹងមុនទុកពេលរឿងត្រៀមចិត្តត្រៀមខ្លួនស្វែងរកចម្លើយចាក់ចេញពីជីវិតអូសូមឲ្យស្ងួនដល់ត្រូវដកចិត្តនឹងខ្លួនកាយស្រ័យចំណងទុកមិនបន្តបើមិនបន្តគួរឲ្យដឹងមុនទុកពេលរៀមត្រៀមចិត្តត្រៀមខ្លួនស្វែងរកចម្លើយចាក់ចេញពីជីវិតអូសូមឲ្យស្ងួនដល់ត្រូវដកចិត្តនឹងខ្លួនកាយស្រ័យចំណងទុកអរគុណអរគុណបាទអរគុណ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 ហៅឲ្យ Cambodian Idol មួយទាំងអស់គ្នាមកអរគុណខ្ញុំមកសូមជម្រាបសួរត្រង់ពុកម៉ែបងប្អូនមិត្តយុវវ័យទស្សនិកជនទាំងអស់នៅខាងខេត្តប្រសិទ្ធនុទាំងអស់គ្នាសុខសប្បាយអត់បាទថ្ងៃនេះយើងជួបគ្នាទៀតហើយជាមួយនឹង Cambodian Idol ក៏សូមជម្រាបសួរត្រង់ពុកម៉ែបងប្អូននៅតាមគេហដ្ឋានផងដែរអរគុណនេះគឺជាកម្មវិធីប្រឡងចម្រៀងមួយលំដាប់ថ្នាក់ពិភពលោកដែលស្ថានីយ៍ទូរទស្សន៍ហងមាស HD TV បាននាំមកហើយផ្ដល់ឱកាសដល់កូនខ្មែររបស់យើងកុំភ្លេចណាពាក្យសុំទិញនៅខាងឆ្វេងដៃរបស់ខ្ញុំបាទលោកអ្នកអាចរកជឿបានដំងមួយសន្លឹកអាចផ្លាស់ប្ដូរ
អនាគតរបស់លោកអ្នកឲ្យក្លាយទៅជាតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជាអរគុណទីមានខ្ញុំបាននៅបទរបស់ខ្ញុំបានរបស់ទីដូចទៅអរគុណលើកដៃទាំងអស់គ្នាតាមចង្វាក់ភ្លេងបាទអង្គុយម្នាក់ឯងមកទឹកអារម្មណ៍ភ្លឹងភ្លឹកវល់វល់ចិត្តសែនខកគ្មានឡើយភ្លឺដងស្រាយសន្ធាប់ពីដើមទ្រូងទន្ទ្រានធ្វើបាបព្រៀងកាយចិត្តពីនៃឆ្ងាយឆ្ងាយឲ្យសង្វេដឹងច្បាស់ថាគ្មានឱកាសដឹងច្បាស់ថាអងវេលាជួបមុខគ្នាមិនអាចនឹងចូលជេស្នេហ៍គេសោស័ព្ទបាយស្នេហ៍ខ្ញុំបានទឹកភ្នែកម្នាក់ឯងកណ្ដាលមានរែកទុកយកទេណាជើងមេដាច់សង្វាយហាក់លែងចង់ឲ្យព្រឺឲ្យចិត្តភ័យព្រួយព្រួយក្រំខ្លួនឈឺព្រោះស្នេហាអូនមិនខ្វល់មិនយល់ដល់ទឹកចិត្តរីមរាអូនយល់ប្រាប់យ៉ាងណាគុំជីវាមិនមានក្រោយសូមលេងសោកអើស្ទោពេញក្រំមេវ័យប្រែប្រួលផ្លែគ្រូស្រីបែកពីបងហើយនៅសល់តែមេទេដែលជាអ្នកចុងក្រោយនេះជួយប្រាប់ត្រាំត្រៃឲ្យអូនជួយសំបេដូឡា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 នៅសល់តែមេទេដែលជាអ្នកចុងក្រោយនេះជួយប្រាប់ត្រាំត្រៃឲ្យអូនជួយសំបេដូជើងមេដាច់សង្វាយលែងចង់ឲ្យព្រឺឲ្យចិត្តភ័យព្រួយព្រួយក្រំខ្លួនឈឺព្រោះស្នេហាអូនមិនខ្វល់មិនយល់ដល់ទឹកចិត្តរីមរាអូនយល់ប្រាប់យ៉ាងណាគុំជីវាមិនមានក្រោយសូមលេងសើចអើយអ្វីបានប្រែប្រួលព្រោះតែស្រីបែកពីបងហើយនៅសល់តែមេទេដែលជាអ្នកចុងក្រោយជួយប្រាប់ត្រាំត្រៃឲ្យអូនជួយស្រង់បេះដូងជើងមេដាច់សង្វាយហាក់លែងចង់ឲ្យមើលឲ្យចិត្តភ័យព្រួយព្រួយក្រំខ្លួនឈឺព្រោះស្នេហាអូនមិនខ្វល់មិនយល់ដល់ទឹកចិត្តរីមរាអូនយល់ប្រាប់យ៉ាងណាគុំជីវាមិនមានក្រោយសូមលេងសើចអើយលើកតពេញក្រំមេអ្វីប្រែប្រួលផ្លែគ្រូស្រីបែកពីបងហើយនៅសល់តែមេទេដែលជាអ្នកចុងក្រោយមេជួយប្រាប់ត្រាំត្រៃឲ្យអូនជួយស្រង់បេះដូងសូមលេងសើចអើយលើកតពេញក្រំមេអ្វីប្រែប្រួលផ្លែគ្រូស្រីបែកពីបងហើយនៅសល់តែមេទេដែលជាអ្នកចុងក្រោយមេជួយប្រាប់ត្រាំត្រៃឲ្យអូនជួយស្រែកបេះដូងអរគុណបាទអរគុណមែនទែនផ្ញើបទទាំងពីរនេះសឹងតែជាបទចាស់របស់ខ្ញុំបាទហើយខ្ញុំក៏អត់ដែលសើបានយកមកច្រៀងខុនសឺតប្រហែលដែរទេមេកំពេញចិត្តជួយអ្នកណាគេស្រឡាញ់បាននឹងមិញនឹងខ្លះអរគុណផ្ញើទាំងអស់គ្នាណាអរគុណនៅពេលនេះរំកំសាន្តជាមួយខ្ញុំបាននៅបទញាក់រមអត់រំអរគ្នាណាតែបទទាំងយូបទញាក់ដំបងរបស់ខ្ញុំបាទសូមកក់ធ្វើសង្សារអរគុណក៏ដូចជាបទញាក់ផ្សេងមាននឹងទៀតរបស់ខ្ញុំបាទរីខ្ញុំបាទដូចទៅបាទអរគុណក
ក៏លយានស្រមលែថ្លៃកាក់ចិត្តខ្ញុំហើយស្រីពីសិនស្អាតម្លេះតែចិត្តធ្វើបងលងបេះដូងបងលំប្លែកណាស់ពេលដែលជួបស្រីអារម្មណ៍បងហើយចេញបាត់ស្រាលខ្លួនใจសម្រស់ស្រីពីសិនបងលងស្នេហ៍អូនហើយជីវ៉ាញញឹមតែចិត្តបងមិនស្អាតម្លេះថ្លៃបងលងនួចស្នេហ៍ស្រីសារភាពត្រង់ពីស្រីបងស្នេហ៍អូនចរណៃសងខំអូនស្នេហ៍បងប្រាប់ត្រង់ស្នេហ៍ស្នងបងស្នេហ៍ថ្លៃសូមកប់ធ្វើសងសាសូមកប់ចិត្តជីវ៉ាបងសូមធ្វើជាសងសាសូមទេកុំប្រកែកថ្ងៃស្អែកបងសូមរួយក្លែបងក្បត់មិនហៅមកស្រឡាញ់បងកុំស្រួយនឹងស្នងអូបេះដូងអ្នកស្មោះបេះដូងអ្នកស្មោះបេះដូងមិនឈប់លែងមានស្រួលបេះដូងមិនឈប់លែងមានស្រួលបេះដូងមិនឈប់ញញឹមឲ្យលោកស្រឡាញ់ឲ្យពេញមុខបានក៏លយានស្រស់ម្លេះថ្លៃតែចិត្តខ្ញុំហើយស្រីពីស្រីស្អាតម្លេះតែចិត្តធ្វើឲ្យបងលងបេះដូងបងលំប្លែកណាស់ពេលដែលជួបស្រីអារម្មណ៍បងហើយចេញបាត់ស្រាលខ្លួនចិត្តសម្រស់ស្រីពីស្រីបងលងស្នេហ៍អូនហើយជីវ៉ាញញឹមតែចិត្តបងមិនស្អាតម្លេះថ្លៃបងលងលួចស្នេហ៍ស្រីសារភាពត្រង់ពីស្រីបងស្នេហ៍អូនចរណៃសងខំអូនស្នេហ៍បងប្រាប់ត្រង់ស្នេហ៍ស្នងបងស្នេហ៍ថ្លៃសូមកប់ធ្វើសងសាសូមកប់ចិត្តជីវ៉ាបងសូមធ្វើជាសងសាសូមទេកុំប្រកែកថ្ងៃស្អែកបងសូមរួយពេលបងក្បត់មិនហត់មកស្រឡាញ់បងកុំស្រីនឹងស្នងអូបេះដូងអ្នកស្មោះបេះដូងអ្នកស្មោះបើមានគេប្រាប់បើស្នេហ៍បងប្រាប់ភ្លាមបងសុំងំលាក់លៀមឲ្យបងក្រៀមប្រំខកចិត្តកុំគិតចង់លេងសើកុំលួចគិតបោកបងបើមានគេប្រាប់បងរណប់បងដកចិត្តភ្លេចសុំកប់ធ្វើសងសាសុំកប់ចិត្តជីវ៉ាបងសុំធ្វើជាសងសាសុំស្រីកុំប្រកែកថ្ងៃស្អែកបងខំរួយតែបងក្បត់មិនហត់មកស្រឡាញ់បងកុំស្រីនឹងស្នងអូបេះដូងអ្នកស្មោះបេះដូងអ្នកស្មោះបេះដូងមិនឆ្លាតតែមានស្មោះបេះដូងមិនឆ្លាតតែមានស្មោះបេះដូងមិនឆ្លាតអរគុណរីមកបាត់ទៀតដូចទៅបាទអរគុណខានไปซับไปមានអារម្មណ៍ថាសំណាងមិនមានស្នេហ៍អូមិនបាច់ដូចគេក្បត់មិនបាច់ខ្វល់មិននៃហត់មិនពេលខ្វល់ចិត្តមិនបាច់គិតមានការនឹកមិនខ្វល់បារម្ភពីនេះអូសាប់បាយណាពេលក្នុងគឺมันក៏មានស្នេហ៍ទៅណាក៏ទៅដែលមិនខ្ចីខ្វល់អ្នកណាចង់ស្គាល់ក៏រាប់អានអូមានអ្នកខលតាមខលរំកាលដែលមិនសប្បាយមានអ្នកតាមពីក្រោយគ្មានចំណងអត់ស្នេហ៍ក៏ហំយ៉ាងដែរណាមិនខ្ចីខ្វល់នៅកំឡោះបេះដូងស្អាតមិនទាន់ស្គាល់ឈឺចាប់គ្រាន់ស្ដាប់គេដំណាបេះដូងគឺពីដល់ក្បាលគ្រាន់ឮគេដំណាមានអ្នកណាគេខលតាមពីអ្នកក៏រំខានពេលសប្បាយមានអារម្មណ៍ថាសំណាងមិនមានស្នេហ៍អូមិនបាច់ដូចគេក្បត់មិនបាច់ខ្វល់មិននៃហត់នឹងពេលខ្វល់ចិត្តមិនបាច់គិតមានការនឹកមិនខ្វល់បារម្ភពីនេះអូសប្បាយណាពេលក្នុងគឺมันក៏មានស្នេហ៍ទៅណាក៏ទៅដែលមិនខ្ចីខ្វល់អ្នកណាចង់ស្គាល់ក៏រាប់អានមានអ្នកខលតាមខលរំកាលដែលមិនសប្បាយមានអ្នកតាមពីក្រោយគ្មានចំណង
ខ្លួនមួយអូខេដើរលេងរយប់អូខេគ្មានអ្នកខកជួបគ្នាសប្បាយពីយ៉ាងតែខ្លួនមួយអូខេដើរលេងរយប់អូខេគ្មានអ្នកខកបាយណាពេលក្នុងខ្លួនมันក៏មានស្នេហ៍ទៅណាក៏ទៅដែលមិនខ្ចីខ្វល់អ្នកណាចង់ស្គាល់ក៏រាប់អានអូអូអ្នកខលតាមខលរុំកាលណាមិនសប្បាយមានអ្នកតាពីក្រោយគ្មានចំណងអត់ស្នេហ៍ក៏ហំយ៉ាងដែរណាអូអូសប្បាយណាពេលក្នុងខ្លួនมันក៏មានស្នេហ៍ទៅណាក៏ទៅដែលមិនខ្ចីខ្វល់អ្នកណាចង់ស្គាល់ក៏រាប់អានអូអូមានអ្នកខលតាមខលរុំកាលណាមិនសប្បាយមានអ្នកតាពីក្រោយគ្មានចំណងអត់ស្នេហ៍ក៏ហំយ៉ាងដែរណាអូអូកុំលក់ខ្លួនមួយ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 ជួបគ្នាសប្បាយពីយ៉ាងតែខ្លួនមួយអូខេដើរលេងរយប់អូខេគ្មានអ្នកខកជួបគ្នាសប្បាយពីយ៉ាងតែខ្លួនមួយអូខេដើរលេងរយប់អូខេគ្មានអ្នកខកបាទសូមផ្ដល់ស្រីតដៃជូនដល់គណៈកម្មការសុវណ្ណរាជមួយអរគុណបាទសុខសប្បាយទេបងប្អូនសប្បាយអត់ចាបាទសួរតាំងម្ដងបាទជំរាបសួរអរគុណពេញចិត្តលោកឆោសវណ្ណរាជអត់ស្រឡាញ់គាត់អត់តែដល់ឡើងម្ដងទៀតអរគុណចាអរគុណច្រើនទទួលអារម្មណ៍យ៉ាងម៉េចដែរពេលដែលឃើញបងប្អូនគ្រប់គ្រងវត្តមានរបស់លោកដែលជាគណៈកម្មការមួយរូបនៅក្នុងកម្មវិធី Cambodian Idol បាទសប្បាយចិត្តហើយរីករាយខ្លាំងមែនទែននៅពេលដែលមានកិត្តិយសខ្លាយជាគណៈកម្មការរបស់កម្មវិធី Cambodian Idol បាទមើលទៅលោកឆនសវណ្ណរាជក៏4បត់មិនបញ្ហាដូចគ្នាអត់អីបាទនេះបានស័ក្តិសមជាគណៈកម្មការនៅក្នុងកម្មវិធីលំដាប់ពិភពលោកបាទ Cambodian Idol ដែលនៅក្នុងថ្ងៃនេះបាទគណៈកម្មការលោកឆនសវណ្ណរាជបានជូនបទចម្រៀង4បទបាទមើលទៅដូចជាស្រស់ថ្លាហើយសលេងភាគច្រើនបងប្អូននៅក្នុងការប្រគំតន្ត្រីមិនសូវបានស្ដាប់បទលោកឆនសវណ្ណរាជលើកយកមកបទពីបែបនេះទេបាទនេះជាលក្ខណៈមួយដែលថ្មីសម្រាប់បងប្អូនទាំងអស់គ្នាអរគុណឥឡូវដំបូងចង់មានអីចង់និយាយទៅកាន់បងប្អូនយើងបន្តិចបាទអរគុណសម្រាប់វត្តមានយ៉ាងច្រើនកកករបស់បងប្អូនដែលមកទស្សនានៅទីនេះផ្ទាល់អញ្ចឹងចាំមកផ្លែតណាអូខេអរគុណវត្តមានបងប្អូនមកទស្សនានៅទីនេះក៏ដូចជាតាមគេហដ្ឋានពិតជាមានន័យក៏ដូចជាមានតម្លៃមួយសម្រាប់អ្នកដែលស្រឡាញ់សិល្បៈបាទគាត់មានកូនឬមួយក៏មានបងប្អូនហើយសម័យខ្លួនចង់ខ្លាចជាតារាចម្រៀងបាទកុំបោះបង់ឱកាសរបស់ខ្លួនឯងមួយទីគេថាកុំអៀនណានេះគឺជាឱកាសមាសរបស់លោកអ្នកកម្មវិធី Cambodian Idol បានមកដល់ហើយឱកាសខ្លាចជាតារាចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជាបានផ្ដល់ឲ្យលោកអ្នកមកហើយបាទអញ្ចឹងពាក្យនៅខាងក្រោយរបស់លោកអ្នកអាចទៅសេទិញពាក្យបានហើយយកមកដាក់នៅក្នុងខែស្អែកយើងធ្វើការជំរុះបាទនៅសន្តាគារមុនជូលីបាទកុំភ្លេចណាបើសិនជាបងប្អូនអ្នកកំពុងសោមគាត់មានសម្លេងល្អសមត្ថភាពគាត់មានហើយកុំអៀនហើយកុំបោះបង់ចោលចាត្រូវតែបញ្ចេញបាទបញ្ចេញអ្វីដែលយើងមានបាទជាការពិតរហូតមកដល់ខេត្តប្រសិទ្ធនុដែលជាគោលដៅទី1ក្រុមការងាររបស់យើងបានចុះមកចាក្នុងនាមលោកគឺជាគណៈកម្មការមួយរូបរំពឹងថានឹងមានបេក្ខជនបេក្ខនារីចូលរួមច្រើនទេខ្ញុំបានសង្ឃឹមទុកថានឹងមានបងប្អូនគ្រប់បណ្ដាខេត្តទាំងអស់ដាក់ពាក្យច្រើនខ្ញុំបានសង្ឃឹមថានឹងមានបងប្អូនចូលរួមទស្សនាក៏ដូចជាដាក់ពាក្យប្រឡងនៅកម្មវិធីនេះពីព្រោះកម្មវិធីនេះគឺជាលំដាប់ថ្នាក់ពិភពលោកអញ្ចឹងពួកគាត់គិតថាវាល្អមែនទែនវាអស្ចារ្យបាទចំណែកកម្មវិធី Cambodian Idol ជាពិសេសថ្ងៃនេះយើងមានកម្មវិធី Cambodian Idol Tour Concert សម្រាប់សប្តាហ៍ក្រោយយើងទៅកំពង់ចាមតើវត្តមានលោកឆនសវណ្ណរាជនៅតែទៅបន្តជាមួយនឹងកម្មវិធី Cambodian ហ្នឹងហើយខ្ញុំមកទៅគ្រប់តាមទីតាំងដែលយើងបានសន្យាជួបគ្នាបាទយើងអ្នកកំពង់ចាមត្រៀមលក្ខណៈហើយមួយទៀតអ្នកដែលប្រឡងក៏អាចមកទស្សនាផ្ទាល់ចាយកតិចនិចខ្លះពីគណៈកម្មការទាំង4រូបនៃការច្រៀងក៏ដូចជាកាយវិការទាំងអស់អាចយកទៅធ្វើបាននៅពេលដែលប្រឡងចាអញ្ចឹងបានន័យថាក្រៅពីទទួលបានភាពសប្បាយរីកហើយទទួលបានមេរៀនទៀតបាទទទួលបានមេរៀនទៀតអរគុណច្រើនចានៅពេលនេះកម្មវិធីរបស់យើងសូមអនុញ្ញាតសម្រាប់បន្តិចសិនមកទីនេះជួបគ្នាលោកឈើសវណ្ណរាជមួយ